ជំរាបសួរស្ដីអ្នកគ្នាត្រឡប់មកវិញជាមួយនឹងសាច់រឿង Solo Leveling នៅក្នុង Season 2 Episode ទី5អញ្ចឹងនៅក្នុង Episode ទី5មួយនេះផងដែរគឺថាវាមានឈុតឆាកវាយគ្នាអត់ដូចជា Episode ទី4នោះទេពីព្រោះថា Episode ទី4សុទ្ធតែកន្លែងនិយាយគ្នាតែម្ដងដែលធ្វើឲ្យគ្នាយើងនឹងធុញខ្លាំងមែនតើដូច្នេះហើយ Episode ទី5នេះវារៀងល្អមើលជាងហើយគ្នាយើងដែលចូលមកក្រោយហ្នឹងកុំភ្លេចជួយចុច Subscribe ហើយបើករូបកណ្ដឹងម្នាក់មួយផងអូខេអញ្ចឹងកុំឲ្យអ្នកគ្នារងចាំយូរតោះចាប់ផ្ដើមជាមួយនឹងសាច់រឿង Solo Leveling Season 2 Episode ទី5តែម្ដងចាប់ផ្ដើមនៅក្នុងអេពីសូតមួយនេះផងដែរគឺបន្តកាលពីអេពីសូតមុនដែលយើងបានឲ្យឃើញថាឈិនវូនឹងមានគោលបំណងទៅវាយគ្នាមួយស្មើជាមួយនឹងមេនៃដានចិនតែម្ដងក៏ប៉ុន្តែអ្វីដែលលំបាកសម្រាប់ឈិនវូគឺថានៅពេលនេះឆាហេអ៊ីនបានមកតាមទាន់ហើយឆាហេអ៊ីនបានសួរទៅកាន់ឈិនវូថាតើឈិនវូមកទីនេះដើម្បីធ្វើអ្វីនៅពេលដែលឈិនវូឮអញ្ចឹងក៏បានកុហកទៅកាន់ឆាហេអ៊ីនតែម្ដងដែលឈិនវូបានប្រាប់ទៅកាន់ឆាហេអ៊ីនថាគឺគាត់វែងផ្លូវនឹងឯងទើបគាត់មកដល់ទីនេះបន្ទាប់ពីឆាហេអ៊ីនបានដឹងថាឈិនវូបានវែងផ្លូវអញ្ចឹងឆាហេអ៊ីនបានប្រាប់ទៅកាន់ឈិនវូថាឲ្យឈិនវូនឹងចាក់ចេញពីទីកន្លែងនេះភ្លាមពីព្រោះថាទីកន្លែងដែលនៅខាងមុខគាត់នឹងគឺជាបន្ទប់របស់មេនៃដានចិនដូច្នេះហើយបើសិនជាឈិនវូដើរទៅមុខទៀតអាចនឹងមានគ្រោះថ្នាក់អីចឹងណាមួយបើសិនជាមេនៃដានចិនបានចេញមកប្រកាសណាស់ថាកម្មករជីកម៉ាណាគ្រីស្តាល់ទាំងអស់អាចនឹងមានគ្រោះថ្នាក់បន្ទាប់ពីឆាហេអ៊ីនបាននិយាយរួចហើយឈិនវូក៏បានដើរចាក់ចេញពីទីកន្លែងមួយនេះក៏ប៉ុន្តែនៅពេលដែលឈិនវូដើរកាត់ឆាហេអ៊ីនគឺធ្វើឲ្យឆាហេអ៊ីននឹងភ្ញាក់ផ្អើលខ្លាំងមែនទែនហើយអ្វីដែលឆាហេអ៊ីនភ្ញាក់ផ្អើលគឺថាឈិនវូនឹងអត់មានក្លិន Hunter នោះទេបើអ្នកនរគ្នាអត់ដឹងនោះទេ Hunter គឺមានក្លិនមួយដែលធ្វើឲ្យឆាហេអ៊ីននឹងពិបាកនៅក្នុងខ្លួនខ្លាំងមែនទែនដូច្នេះហើយគ្នាយើងតែងតែឃើញឆាហេអ៊ីននឹងយកកសែងមកទប់ច្រមុះរបស់ខ្លួនឯងពីព្រោះថាក្លិនរបស់ Hunter គឺធ្វើឲ្យនាងអត់ស្រួលខ្លួននោះទេក៏ប៉ុន្តែអ្វីដែលចម្លែកគឺថាតួឯកប្រុសរបស់យើងជីនវូនឹងអត់មានក្លិនរបស់ Hunter ឡើយមិនតែប៉ុណ្ណោះនៅពេលដែលឆាហេអ៊ីនបានទៅស្រូបក្លិនរបស់ជីនវូគឺថាក្លិនខ្លួនរបស់ជីនវូនឹងពិតជាក្រអូបខ្លាំងមែនទែនហើយឆាហេអ៊ីនបានសួរទៅកាន់ជីនវូបញ្ជាក់ថាតើជីនវូនឹងពិតជា Hunter មែនអត់ជាពិសេសឆាហេអ៊ីនបានយកកាតរបស់ជីនវូមកមើលថែមទៀតផងដើម្បីបញ្ជាក់ថាជីនវូនឹងគឺជា Hunter ហើយនៅពេលដែលជីនវូឃើញអញ្ចឹងគាត់ក៏បានសួរទៅកាន់ឆាហេអ៊ីនវិញថាតើមានរឿងអីកើតឡើងមែនឆាហេអ៊ីនថាអត់មានរឿងអីកើតឡើងនោះទេឲ្យជីនវូនឹងចាក់ចេញពីទីកន្លែងនេះទៅបន្ទាប់ពីជីនវូបានចាក់ចេញពីទីកន្លែងមួយនេះឆាហេអ៊ីនបានគិតម្នាក់ឯងថាប្រហែលជាជីនវូគឺជា Hunter ម្នាក់ដែលមានរ៉េងទាបបំផុតដូច្នេះហើយបានជានាងមិនធំក្លិន Hunter របស់ជីនវូបន្ទាប់ពីនឹងមកនៅកំឡុងពេលដែលជីនវូជាមួយនឹងកម្មករផ្សេងទៀតដើរចាក់ចេញពីដានចិនស្រាប់តែនៅពេលហ្នឹងក៏មានអ៊ំប្រុសម្នាក់ដែលជាអ្នកដឹកនាំអ្នកជីកម៉ាណាគ្រីស្តាល់ទាំងអស់បាននិយាយទៅកាន់ជីនវូថាជីនវូគឺជាមនុស្សម្នាក់ដែលសំណាងខ្លាំងមែនទែនពីព្រោះថាជីនវូបានជួបគ្នានឹងនិយាយផ្ទាល់ជាមួយនឹងឆាហេអ៊ីនអាចនិយាយបានថាពួកគេទាំងអស់គ្នានឹងមិនដែលនិយាយផ្ទាល់ជាមួយនឹងឆាហេអ៊ីនឡើយដោយពួកគេបានត្រឹមតែសម្លឹងឆាហេអ៊ីនពីចម្ងាយតែប៉ុណ្ណោះហើយគាត់ក៏បានសរសើរទៅកាន់ឆាហេអ៊ីនផងដែរពីព្រោះថានៅពេលដែលដល់ម៉ោង Hunter សម្រាកគឺឆាហេអ៊ីននឹងមិនដែលសម្រាកនោះទេមិនតែប៉ុណ្ណោះឆាហេអ៊ីនតែងតែដើរល្បាតនៅក្នុងដានចិនពីព្រោះថានាងខ្លាចថាកម្មករជីកយកម៉ាណាគ្រីស្តាល់នឹងទៅប៉ះពាល់ជាមួយនឹងបន្ទប់មេនៃដានចិនដែលធ្វើឲ្យពួកគេស្លាប់ឬក៏មានរបួសអីចឹងទៅបន្ទាប់ពីបានឮអញ្ចឹងជីនវូក៏បានដឹងហេតុផលតែម្ដងថាហេតុអីបានជាឆាហេអ៊ីននឹងមកតាមតនគាត់ជាពិសេសកម្មករដទៃទៀតបាននិយាយថា Hunter គឺមានក្លិនមួយដែលធ្វើឲ្យឆាហេអ៊ីននឹងពិបាកនៅក្នុងខ្លួនអញ្ចឹងហើយបានជាឆាហេអ៊ីននឹងតែងតែខ្ទប់ច្រមុះរហូតនៅពេលដែលជីនវូបានឮបែបនេះគឺធ្វើឲ្យគាត់ឆ្ងល់ខ្លាំងមែនទែនមូលហេតុគឺដោយសារតែមុននឹងឆាហេអ៊ីនមិនបានធំក្លិន Hunter របស់គាត់ឡើយហើយគាត់ក៏បានសន្មត់ថាសកម្មភាពទាំងអស់នេះគឺវាដូចទៅនឹងបារូកាខ្លាំងមែនទែនអ្នកគ្នាមាននឹងចាំអត់កាលនៅ Red Gate នឹងបារូកាបាននិយាយថាជីនវូនឹងមិនមែនជាមនុស្សនោះទេមិនតែប៉ុណ្ណោះឥឡូវនេះគឺគាត់មិនមានក្លិនរបស់ Hunter ទៀតហើយបន្ទាប់ពីគិតរួចហើយជីនវូក៏បាននិយាយជាមួយនឹងខ្លួនឯងថាប្រហែលជាគាត់គឺជា player នៅក្នុង The System អញ្ចឹងហើយបានជារាងកាយរបស់គាត់នឹងវាប្លែកបែបនេះបន្តមកទៀតនៅពេលដែលពួកគេទាំងអស់គ្នាបានធ្វើដំណើរចេញមកដល់ខាងក្រៅនៃដានចិនគឺយើងបានឲ្យឃើញថាកម្មករជីកយកម៉ាណាគ្រីស្តាល់ទាំងអស់គ្នាបានសរសើរទៅកាន់ជីនវូពីព្រោះថាជីនវូធ្វើការបានល្អខ្លាំងមែនទែនដែលជីនវូបានធ្វើឲ្យការងាររបស់ពួកគេនឹងហើយមុនម៉ោងកំណត់ទៅទៀតក៏ដូចជានៅស្របពេលនឹងផងដែរអ៊ំប្រុសម្នាក់ដែលជាមេគេនឹងបានសុំឲ្យជីនវូចូលក្រុមរបស់គាត់តែម្ដងក៏ប៉ុន្តែនៅពេលដែលជីនវូឮសំណើរបស់គាត់បែបនេះជីនវូក៏បានបដិសេធហើយអ៊ំប្រុសម្នាក់ហ្នឹងនៅពេលដែលបានឮអញ្ចឹងគាត់ក៏រៀងអន់ចិត្តបន្តិចដែរក៏ប៉ុន្តែវាមិនថ្មីនោះទេនៅកំឡុងពេលហ្នឹងគាត់ក៏បានសុំឲ្យជីនវូនឹងមកជួយគាត់នៅថ្ងៃស្អែកបន្តទៀតតើបានអត់ដោយថ្ងៃស្អែកពួកគេ
ត្រូវជីកយក Mana Crystal នៅក្នុង A rank Dungeon ជាមួយនឹង C rank Dungeon ហើយបើតាមគាត់ឮ Dungeon ទាំងពីរនេះគឺត្រូវកំទេចទៅដោយ Hunter Guild នៅពេលដែលជីនវូបានឮអញ្ចឹងគឺធ្វើឲ្យគាត់ឆ្ងល់ខ្លាំងមែនទែនពីព្រោះថា Dungeon ចំនួន2ត្រូវកំទេចក្នុងរយៈពេលដំណាលគ្នាហើយថាតើ Hunter Guild ធ្វើវាបានដោយរបៀបណាបន្ទាប់ពីបានឮអញ្ចឹងអ៊ំប្រុសម្នាក់នឹងបានប្រាប់ទៅកាន់ជីនវូវិញថាបើតាមគាត់ឮទៅ Hunter Guild ចែកចេញជាពីរក្រុមធំដូច្នេះហើយ Hunter Guild អាចកំទេច Dungeon 2ក្នុងរយៈពេលតែមួយបាននៅពេលដែលជីនវូបានឮអញ្ចឹងគាត់ក៏បានយល់ព្រមជាមួយនឹងសំណើរបស់គាត់តែម្ដងដែលនៅថ្ងៃស្អែកគឺជីនវូនឹងមកជួយជីកយក Mana Crystal ជាមួយនឹងក្រុមរបស់គាត់ទៀតបន្ទាប់ពីនឹងមកជប់ឡើងក៏បានចូលមកដល់គឺយើងបានឲ្យឃើញថាឆាហេអ៊ីនបានតាក់ទងទៅកាន់សមាគម Hunter ដើម្បីចង់ដឹងព័ត៌មានរបស់ជីនវូជាពិសេសនៅកំឡុងពេលហ្នឹងឆាហេអ៊ីនភ្ញាក់ផ្អើលខ្លាំងមែនទែនពីព្រោះថាកាលពីម្សិលមិញហ្នឹងឆយចុងអ៊ីនក៏បានតាក់ទងទៅកាន់សមាគម Hunter ដើម្បីចង់ដឹងព័ត៌មានរបស់ជីនវូផងដែរក៏ប៉ុន្តែនៅសល់ពេលហ្នឹងអាប៉ែមួយដែលនិយាយជាមួយនឹងឆាហេអ៊ីនហ្នឹងបានប្រាប់ទៅកាន់នាងថាសុងជីនវូគឺមិនមានព័ត៌មាននោះទេអាចនិយាយបានថាជីវប្រវត្តិឬក៏ព័ត៌មានតាក់ទងជាមួយនឹងជីនវូនឹងសមាគម Hunter បានបិទបាត់ទៅហើយនេះក៏ជាលើកដំបូងសម្រាប់គាត់ផងដែរពីព្រោះថាជីនវូនឹងគឺជា Hunter ម្នាក់ដែលមាន rank on ខ្លាំងមែនតើក៏ប៉ុន្តែបែរជាសមាគម Hunter នឹងបិទព័ត៌មានរបស់គាត់ទៅវិញបន្ទាប់ពីឆាហេអ៊ីនបានដឹងអញ្ចឹងគឺធ្វើឲ្យនាងកាន់តែឆ្ងល់អំពីជីនវូមែនតើមិនតែប៉ុណ្ណោះនៅសល់ពេលហ្នឹងឆាហេអ៊ីនបាននិយាយថា Hunter ដទៃទៀតគឺមានក្លិនមិនល្អនោះទេតែបែរជារាងកាយរបស់ជីនវូនឹងគឺមានក្លិនក្រអូបខ្លាំងមែនតើហើយនៅពេលនេះឆាហេអ៊ីនចាប់ផ្ដើមដេកសេចក្ដីគិតអំពីជីនវូហើយហាក់បីដូចជាឆាហេអ៊ីននឹងធ្លាក់ក្នុងអលងស្នេហ៍របស់ជីនវូបាត់ទៅហើយបន្តមកទៀតស្អែកឡើងក៏បានចូលមកដល់គឺយើងបានឃើញថាជីនវូនឹងបានធ្វើការជីកយក Mana Crystal បានលឿនខ្លាំងមែនតើអាចនិយាយបានថាជីនវូម្នាក់នឹងស្មើនឹងកម្មករដទៃទៀតនឹង10នាក់បាត់ទៅហើយបន្ទាប់ពីកម្មករទាំងអស់គ្នាក៏ដូចជាជីនវូបានជីកយក Mana Crystal នៅក្នុង C rank Dungeon រួចហើយពួកគេក៏បានញ៉ាំអាហារពេលថ្ងៃត្រង់ហើយអ៊ំប្រុសម្នាក់ដែលជាមេគេបាននិយាយថាការងាររបស់ជីនវូនឹងកាន់តែល្អទៅហើយជាពិសេសនៅក្នុងថ្ងៃនេះគឺថាពួកគេអាចជីកយក Mana Crystal បានលឿនជាងមុនទៅទៀតហើយគាត់ក៏បាននិយាយលេងសើចជាមួយនឹងជីនវូថាតើជីនវូចង់ធ្វើការជាមួយនឹងក្រុមរបស់គាត់អត់និយាយរួមទៅបើទោះបីជាគាត់ដឹងថាជីនវូមិនចង់ធ្វើការមួយគាត់ក៏គាត់ចង់អូសទាញឲ្យជីនវូនឹងធ្វើដែរហើយនៅកំឡុងពេលដែលពួកគេកំពុងតែញ៉ាំបាយបដានិយាយគ្នាលេងបដាហ្នឹងស្រាប់តែមាន Hunter ម្នាក់ដែលមានឈ្មោះថា Son Ki Hun ដែលជា A rank Hunter បានធ្វើដំណើរមកដល់ហើយគាត់គឺជាអ្នកដឹកនាំក្រុមទី2របស់ Hunter Guild ដោយដែលខ្ញុំបាននិយាយមុនហ្នឹងអញ្ចឹង Hunter Guild ចែកចេញជាពីរក្រុមធំហើយ Son Ki Hun នេះគឺជាអ្នកដឹកនាំក្រុមទី2ណានៅត្រង់កន្លែងនេះខ្ញុំបើកវងកញ្ចក់បន្តិចទៅសម្រាប់ក្រុមទី1អ្នកដែលដឹកនាំគឺជាឆាហេអ៊ីនហើយខ្ញុំបើកវងកញ្ចក់អញ្ចឹងខ្លាចអ្នកគ្នាឆ្ងល់អញ្ចឹងណាថាក្រុមទី1ណាគេជាអ្នកដឹកនាំនៅសល់ពេលហ្នឹងផងដែរគីហ៊ុនបានសុំជំនួយពីកម្មករជីក Mana Crystal ទាំងអស់ដែលគីហ៊ុនបាននិយាយបញ្យល់ទៅកាន់កម្មករទាំងអស់គ្នាថានៅថ្ងៃនេះអ្នកកាន់អវ៉ាន់របស់គាត់នឹងអត់បានមកនោះទេដូច្នេះហើយគីហ៊ុនចង់បានកម្មករម្នាក់ទៅកាន់អវ៉ាន់ឲ្យគាត់ហើយបើសិនជានរណាស្ម័គ្រចិត្តទៅជាមួយនឹងគាត់នោះម្នាក់នោះនឹងទទួលបានរង្វាន់ដ៏ស័ក្តិសមបន្ទាប់ពីបានឮអញ្ចឹងកម្មករទាំងអស់គ្នាដែលនៅទីហ្នឹងគ្មាននរណាគេម្នាក់ចង់ទៅនោះទេពីព្រោះថា Dungeon ដែលពួកគេចូលទៅមានលំដាប់ថ្នាក់ទៅដល់ A rank ឯណោះអញ្ចឹងហើយ Dungeon ដែលមាន rank ខ្ពស់បែបនេះគឺមានបិសាចអីហ្នឹងក៏ខ្លាំងផងដែរហើយពួកគេមិនចង់ប្រថុយជីវិតចូលទៅក្នុង Dungeon នេះឡើយក៏ប៉ុន្តែនៅភ្លាមហ្នឹងជីនវូក៏បានលើកដៃស្ម័គ្រចិត្តទៅជាមួយនឹងគីហ៊ុនតែម្ដងដែលគោលបំណងរបស់ជីនវូហ្នឹងគឺគាត់ចង់ដឹងថានៅក្នុង A rank Dungeon ហ្នឹងគឺវាមានបិសាចខ្លាំងដល់កម្រិតណានៅពេលដែលគីហ៊ុនបានឃើញអញ្ចឹងគាត់ក៏បានសម្រេចចិត្តថាយកជីនវូជាអ្នកកាន់អវ៉ាន់ឲ្យគាត់ហើយបន្តមកទៀតក្រុមរបស់គីហ៊ុនក៏ចាប់ផ្ដើមរៀបចំខ្លួនដើម្បីចូលទៅក្នុង Dungeon ក៏ដូចជានៅសល់ពេលហ្នឹងផងដែរជីនវូបានចាប់អារម្មណ៍ថានៅក្នុងក្រុមរបស់គីហ៊ុនគឺមាន A rank ចំនួន6នាក់និង B rank ចំនួន3នាក់អាចនិយាយបានថាក្រុមទី2នេះមិនមាន S rank នោះទេហើយចំណែកឯក្រុមទី1មានឆាហេអ៊ីនដែលជា S rank ជាអ្នកដឹកនាំក៏ប៉ុន្តែសម្រាប់ក្រុមទី2គឺមិនមាន S rank ឡើយបន្ទាប់ពីនឹងមកនៅពេលដែលពួកគេទាំងអស់គ្នាធ្វើដំណើរចូលទៅក្នុង Dungeon បានតែបន្តិចតែប៉ុណ្ណោះស្រាប់តែក្រុមរបស់គីហ៊ុនជាមួយនឹងជីនវូបានជួបប្រទះគ្នាជាមួយនឹងពពួកឆ្កែចចកនៅពេលដែលពួកគេទាំងអស់គ្នាបានសម្លាប់ទៅលើពពួកឆ្កែចចករួចហើយគឺធ្វើឲ្យពួកគេនឹងឆ្ងល់ខ្លាំងមែនទែនមូលហេតុគឺដោយសារតែពពួកឆ្កែចចកទាំងអស់នេះមានលំដាប់ថ្នាក់ត្រឹមតែ C rank តែប៉ុណ្ណោះក៏ប៉ុន្តែហេតុអីបានជាពួកវាមានវត្តមាននៅក្នុង A rank Dungeon ទៅវិញនិយាយសួរស្ដាប់ទៅ A rank Dungeon មិនគួរណាមានបិសាចដែលមានលំដាប់ថ្នាក់ C rank នោះទេក៏ដូចជានៅកំឡុងពេលហ្នឹងផងដែរជីនវូបានចាប់អារម្មណ៍ថានៅលើករបស់ឆ្កែមានខ្សែដែលខ្សែមួយហ្នឹងគឺធ្វើឲ្យជីនវូដឹងតែម្ដងអាចនិយាយបានថាឆ្កែចចកទាំងអស់នេះត្រូវបានចិញ្ចឹមពីបិសាចផ្សេងទៀតអញ្ចឹងមានន័យថា
មានបិសាចផ្សេងទៀតដែលមានចំណេះដឹងខ្លាំងមែនទែនហើយពួកវាអាចមានសមត្ថភាពចាប់ឆ្កែចចកទាំងអស់ហ្នឹងមកចិញ្ចឹមណាហើយនៅកំឡុងពេលដែលពួកគេពិភាក្សាគ្នាមិនទាន់បាននឹងចប់ផងស្រាប់តែនៅភ្លាមហ្នឹងក្រុមរបស់គីហ៊ុនជាមួយនឹងជីនវូបានជួបប្រទះគ្នាជាមួយនឹងបិសាចមួយក្រុមដែលពពួកបិសាចទាំងអស់ហ្នឹងគឺគេឲ្យឈ្មោះថាហាយអបក៏ដូចជាមិនចាំយូរនោះទេការប្រយុទ្ធរបស់ពួកគេក៏ត្រូវបានចាប់ផ្ដើម簡単にやられないあまり部外者の俺が出しゃばりたくないが見過ごすわけにはいかない余計なことはすんなបន្ទាប់ពីពួកគេទាំងអស់គ្នាបានចាត់ការទៅលើហាយអបអស់ហើយធ្វើឲ្យពួកគេនឹងកាន់តែឆ្ងល់មែនតើនេះពីព្រោះថានៅពេលដែលប្រយុទ្ធគ្នាមុននឹងភាពដូចជាមាននរណាម្នាក់កំពុងតែជួយពួកគេហើយម្នាក់ហ្នឹងគឺជាជីនវូនឹងឯងអាចនិយាយបានថាជីនវូបាន support ពួកគេបន្តិចបន្តួចចឹងណាដែលធ្វើឲ្យពួកគេនឹងអាចយកឈ្នះហើយចំណែកឯក្រុមរបស់គីហ៊ុនគឺនៅតែឆ្ងល់ណាក៏ប៉ុន្តែបើទោះបីជាពួកគេឆ្ងល់យ៉ាងណាក៏ដោយក៏ក្រុមរបស់គីហ៊ុននៅតែគិតថាពួកគេជាអ្នកសម្លាប់ទៅលើពពួកបិសាចអស់ហ្នឹងនៅស្របពេលហ្នឹងផងដែរគឺយើងបានឃើញជាមួយនឹង Hunter Mage ម្នាក់បានចាប់អារម្មណ៍ជាមួយនឹងជីនវូខ្លាំងមែនតែនពីព្រោះថានៅមុនហ្នឹងគឺនាងបានឃើញថាជីនវូបំបាំងកាយក៏ប៉ុន្តែ Hunter ម្នាក់ហ្នឹងមិនបាននិយាយអ្វីនោះទេបន្តមកទៀតនៅកំឡុងពេលហ្នឹង Hunter មួយចំនួនក៏បានសួរទៅកាន់គីហ៊ុនថាតើពួកគេគួរតែបន្តដំណើរទៅមុខទៀតអត់ពីព្រោះថាមុនហ្នឹងពួកគេបានជួបប្រទះគ្នាជាមួយនឹងពពួក High Op ហ្នឹងតែបន្តិចនោះទេតែបែរជាពួកគេពិបាកយកឈ្នះខ្លាំងមែនតែនដូច្នេះហើយបើសិនជាពួកគេធ្វើដំណើរទៅមុខទៀតអាចនឹងពួកគេជួបជាមួយនឹងពពួក High Op ច្រើនជាងនេះទៅទៀតហើយជីវិតរបស់ពួកគេមិនដឹងថាស្លាប់ឬក៏រស់នោះទេនៅពេលដែលគីហ៊ុនបានលឺអញ្ចឹងដំបូងឡើយគឺគាត់ចង់ធ្វើដំណើរទៅមុខទៀតពីព្រោះថាបើសិនជាគីហ៊ុនអាចបំពេញមីសិននេះបានគឺគាត់អាចក្លាយទៅជា Captain នៅក្នុងក្រុមមួយនេះជារៀងរហូតតែម្ដងក៏ប៉ុន្តែដោយសារតែគីហ៊ុនបារម្ភអំពីជីវិតរបស់កូនក្រុមគាត់ដូច្នេះហើយគីហ៊ុនក៏បានសម្រេចចិត្តថាពួកគេនឹងដកថយហើយធ្វើដំណើរចាកចេញពី Dungeon មួយនេះក៏ដូចជានៅពេលដែលពួកគេទាំងអស់គ្នាបានធ្វើដំណើរចាកចេញពី Dungeon ស្រាប់តែរឿងរ៉ាវអាក្រក់បានកើតឡើងតែម្ដងដែលពួកគេបានឃើញថាទ្វារនៃ Dungeon នឹងត្រូវបានបិទដោយវេទមន្តមួយដែលមិនអាចបំបែកបានឡើយហើយនៅស្របពេលហ្នឹង Hunter ដែលជាមេចំនួន3នាក់បានធ្វើការទៅបំបែកជាមួយនឹងវេទមន្តមួយហ្នឹងក៏ប៉ុន្តែបែរជាពួកគេទាំង3នាក់ត្រូវជាប់ជាមួយនឹង curse magic ទៅវិញនិយាយរួមទៅបើទោះបីជាពួកគេដឹងថាវេទមន្តមួយនេះពួកគេមិនអាចបំបែកបានយ៉ាងណាក៏ដោយក៏ Hunter ទាំង3នាក់ហ្នឹងព្យាយាមបំបែកវាដែរបន្ទាប់មកទៀតនៅភ្លាមហ្នឹងពពួក High Op ជាច្រើនក៏បានធ្វើដំណើរមកដល់ហើយនៅពេលដែលក្រុមរបស់គីហ៊ុនបានឃើញអញ្ចឹងគឺថាពួកគេមិនអាចធ្វើអ្វីបាននោះទេដោយសារតែបើសិនជាពួកគេវាយគឺពួកគេអាចនឹងស្លាប់ភ្លាមតែម្ដងនៅស្របពេលហ្នឹងផងដែរគឺមាន High Op មួយក្បាលបានធ្វើដំណើរមកខាងមុខដើម្បីនិយាយគ្នាជាមួយនឹងគីហ៊ុនក៏ដូចជានៅភ្លាមហ្នឹងស្រាប់តែមាន High Op មួយក្បាលទៀតបានចូលសន្ធិដ្ឋខ្លួនរបស់ High Op ម្នាក់ហ្នឹងហើយអ្នកដែលចូលសន្ធិដ្ឋនៅក្នុង High Op មួយក្បាលហ្នឹងគឺជាមេរបស់ High Op ទាំងអស់តែម្ដងតែនៅកំឡុងពេលហ្នឹងមេនៃ High Op ទាំងអស់ក៏បាននិយាយទៅកាន់ពួកគេថាគឺគាត់ផ្ដល់ជម្រើស2ទៅកាន់ពួកគេសម្រាប់ជម្រើសទី1គឺពួកគេទាំងអស់គ្នាត្រូវស្លាប់ក្រោមដៃរបស់កូនចៅគាត់ក៏ប៉ុន្តែសម្រាប់ជម្រើសទី2គឺគាត់ចង់ឲ្យពួកគេហ្នឹងទៅជួបគាត់នៅខាងក្នុងនៅពេលដែលគីហ៊ុនបានលឺអញ្ចឹងគាត់ក៏បានយកជម្រើសទី2តែម្ដងពីព្រោះថាបើសិនជាពួកគេនៅទីនេះក៏ស្លាប់អញ្ចឹងហើយពួកគេធ្វើដំណើរទៅជួបគ្នាជាមួយនឹងមេរបស់វាតែម្ដងទៅនៅកំឡុងពេលហ្នឹងផងដែរគីហ៊ុនបានប្រាប់ទៅកាន់អ្នកគ្រប់គ្នាថានៅពេលដែលពួកគេបានទៅជួបមេរបស់ពួកវាគឺពួកគេត្រូវតែរួមដៃគ្នាដើម្បីសម្លាប់មេនៃ High Op ចោលតែម្ដងហើយនៅស្របពេលដែលពួកគេសម្លាប់មេនៃ Dungeon មួយនេះជីនវូត្រូវតែធ្វើដំណើរចេញទៅខាងក្រៅនៃ Dungeon ដើម្បីសុំជំនួយក៏ដូចជានៅស្របពេលហ្នឹងមាន Hunter ម្នាក់បានប្រគល់សិភៅថវិកាមួយទៅកាន់ជីនវូដោយនាងបានបញ្យល់ប្រាប់ទៅកាន់ជីនវូថាបើសិនជានាងមិនមានជីវិតចាកចេញពី Dungeon មួយនេះនោះទេសូមឲ្យជីនវូយកសិភៅមួយនេះទៅឲ្យគ្រួសាររបស់នាងផងអាចនិយាយបានថាពេលនេះភាគរយដែលពួកគេនៅរស់ហ្នឹងគឺវាតិចខ្លាំងមែនតែននៅពេលដែលបានឃើញអញ្ចឹងជីនវូក៏បានយល់ព្រមជាមួយនឹងសំណើមួយនេះបន្ទាប់ពីនឹងមកយើងក៏លេចមកមើលខាងក្រៅឯណាវិញដែលនៅស្របពេលនេះគឺយើងបានឃើញថាឆាហេអ៊ីនបានធ្វើដំណើរមកកាន់ខ្លោងទ្វារមួយនេះដូចគ្នាហើយឆាហេអ៊ីនមកទីនេះគឺដោយសារតែនាងចង់ជួបគ្នាជាមួយនឹងជីនវូនឹងឯងក៏ប៉ុន្តែនៅពេលដែលឆាហេអ៊ីនមកដល់គឺនាងអត់បានឃើញជីនវូនោះទេនៅកំឡុងពេលហ្នឹងផងដែរអ៊ំប្រុសដែលជាមេរបស់កម្មក
ករទាំងអស់គ្នានឹងក៏បានសួរទៅកាន់ឆាហេអ៊ីនថាតើនាងមកទីនេះដើម្បីធ្វើអ្វីឆាហេអ៊ីនក៏បានតបទៅវិញថានាងមហោជីនវូហើយនៅពេលដែលបានឮអញ្ចឹងអ៊ំប្រុសម្នាក់ហ្នឹងបានប្រាប់ទៅកាន់ឆាហេអ៊ីនថាជីនវូបានធ្វើដំណើរចូលទៅក្នុងដានចិនបាត់ហើយបន្តមកទៀតយើងក៏លេចមកមើលក្រុមរបស់គីហ៊ុនហើយនឹងជីនវូឯនេះវិញដែលនៅស្រុកពេលនេះពួកគេបានធ្វើដំណើរមកដល់ទីកន្លែងរបស់ពពួក High Orb អីហើយនៅភ្លាមៗហ្នឹងគឺយើងបានឃើញជាមួយនឹងមេនៃពពួក High Orb ទាំងអស់ដែលគាត់មានឈ្មោះថា Kagagen ហើយនៅស្រុកពេលហ្នឹង Kagagen ក៏បាននិយាយស្វាគមន៍ទៅកាន់ក្រុមរបស់គីហ៊ុនជាមួយនឹងជីនវូផងដែរក៏ដូចជាមកដល់ចំណុចនេះហើយអេពីសូតទី5នៃសាច់រឿង Solo Leveling នៅក្នុង Season 2 ត្រូវបានបញ្ចប់និយាយរួមទៅនៅក្នុងអេពីសូតទី6គឺដឹងតែកប់តែម្ដងណាគ្នាយើងអាចនិយាយបានថាអេពីសូតទី6គឺដឹងតែវាយគ្នាយកហ្មងពីព្រោះថានៅពេលនេះជីនវូជាមួយនឹងក្រុមរបស់គីហ៊ុនបានធ្វើដំណើរចូលទៅដល់កន្លែងរបស់ High Orb ហើយយើងចាំមើលថាតើពួកគេអាចវាយឈ្នះដែរឬទេអញ្ចឹងមានតែចាំមើលនៅក្នុងអេពីសូតក្រោយទៀតនៅក្នុងសប្តាហ៍ក្រោយអញ្ចឹងបើសិនជាគ្នាយើងពេញចិត្តកុំភ្លេចជួយចុច like subscribe ហើយបើកណ្ដឹងម្នាក់មួយផងអូខេខ្ញុំមានតែប៉ុណ្្នឹងនោះទេខណៈពេលនេះខ្ញុំបាទ Fear Anime សូមអរគុណនិងសូមជម្រាបលាអ្នកគ្នាជួបគ្នាជាមួយនឹងវីដេអូក្រោយ